ចាជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំលើកយកបទពិសោធន៍ផ្ទាល់ខ្លួនអំពីរបៀបគ្រប់គ្រងប្រាក់នៅពេលជួបការលំបាកនៅពេលដែលជីវិតចាប់ផ្ដើមលំបាកអារម្មណ៍ដំបូងដែលយើងមានគឺភាពតានតឹងនិងការព្រួយបារម្ភអំពីប្រាក់ប៉ុន្តែចូលអ្នកចាំការគ្រប់គ្រងល្អអាចជួយយើងឆ្លងកាត់រយៈពេលលំបាកបានចំណុចទី1ឈប់ចំណាយលើអ្វីដែលមិនចាំបាច់នៅពេលប្រាក់តិចតួចយើងត្រូវតែគិតគូរឲ្យបានច្បាស់មុននឹងចំណាយត្រូវសួរខ្លួនឯងថាតើវាចាំបាច់ពិតមែនឬទេការកាត់បន្ថយចំណាយតិចតួចអាចជួយសន្សំបានច្រើនចំណុចទី2កំណត់ថវិការៀងរាល់ខែសរសេរចេញថាប្រាក់ចូលមានប៉ុន្មាននិងត្រូវចេញទៅណាខ្លះពេលអ្នកដឹងពីចំណូលចំណាយខ្លួនឯងច្បាស់អ្នកនឹងអាចគ្រប់គ្រងប្រាក់របស់អ្នកបានល្អជាងមុនលើបំណុលមានការប្រាក់ខ្ពស់បំណុលដែលមានការប្រាក់ខ្ពស់គឺជាបំណុលដែលធ្វើឲ្យយើងឈឺក្បាលបំផុតបើមានបង់វាជាមុនដើម្បីកាត់បន្ថយការបង់ការប្រាក់ចំណុចទី4កុំខ្ជិះខ្ជាយលើអារម្មណ៍តែមួយគត់នៅពេលមានបញ្ហាយើងងាយចំណាយដោយអារម្មណ៍ដើម្បីធ្វើឲ្យខ្លួនឯងមានអារម្មណ៍ល្អប៉ុន្តែជាក់ស្ដែងវាធ្វើឲ្យយើងតានតឹងទៅវិញទេរឹតបន្តឹងខ្លួនឯងបន្តិចអនាគតរបស់អ្នកគឺអាស្រ័យលើអ្នកចំណុចទី5បង្កើនប្រាក់ចំណូលបន្ថែមតាមសមត្ថភាពមិនចាំបាច់ធំពេកទេដូចជាការធ្វើការក្រៅម៉ោងតិចតួចការលក់ដូរបន្តិចបន្តួចក៏អាចជួយអ្នកបានដែរជាចុងបញ្ចប់នាងខ្ញុំចង់ប្រាប់ថាការអត់ធ្មត់បូកជាមួយនឹងវិន័យបូកជាមួយនឹងការគ្រប់គ្រងត្រឹមត្រូវអាចនាំឲ្យអ្នកឆ្លងកាត់រយៈពេលលំបាកទៅកាន់ជីវិតល្អជាងមុនចូលចាប់ផ្ដើមតូចៗពីថ្ងៃនេះប្រសិនបើអ្វីខ្ញុំប្រាប់អ្នកអាចយកទៅអនុវត្តនៅពេលដែលអ្នកកំពុងតែជួបការលំបាកហើយធ្វើឲ្យជីវិតអ្នករីកចម្រើនខ្ញុំនឹងខិតខំចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនរបស់ខ្ញុំបន្តទៀតសូមជួយ Subscribe Channel របស់ខ្ញុំសូមអរគុណ